សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះខ្ញុំចង់សួរអ្នកមួយសំណួរថាតើអ្នកកំពុងតែរស់នៅដើម្បីសុបិនរបស់ខ្លួនឯងឬក៏កំពុងតែរស់នៅដើម្បីសម្រេចសុបិនរបស់អ្នកដទៃបើអ្នកឆ្លើយនៅសំណួរនេះបានជីវិតរបស់អ្នកអាចនឹងបានផ្លាស់ប្ដូរចាប់ពីថ្ងៃនេះតទៅមានបរិសុទ្ធ2នាក់ដែលរៀនចប់ពីសាកលវិទ្យាល័យក្នុងថ្ងៃតែមួយអ្នកទាំងពីរមានអាយុដូចគ្នាមានសមត្ថភាពហាក់ប្រហែលគ្នាហើយក៏មានក្តីស្រមៃចង់ឲ្យគ្រួសាររស់នៅសុខស្រួលដូចគ្នាប៉ុន្តែមានរឿងមួយដែលខុសគ្នាបរិសុទ្ធទី1និយាយថាខ្ញុំគ្រាន់តែចង់រកការងារល្អមួយឲ្យមានប្រាក់ខែខ្ពស់រីឯបរិសុទ្ធទី2និយាយថាខ្ញុំក៏នឹងធ្វើការឲ្យគេដែរក៏ប៉ុន្តែខ្ញុំនឹងប្រើការងារនោះដើម្បីរៀនប្រមូលបទពិសោធន៍និងថ្ងៃណាមួយខ្ញុំនឹងបង្កើតអាជីវកម្មផ្ទាល់ខ្លួនពេលវេលាកន្លងទៅ5ឆ្នាំ10ឆ្នាំបរិសុទ្ធទី1នៅតែរងចាំប្រាក់ខែរៀងរាល់ចុងខែធ្វើការឲ្យគេខ្លាំងប៉ុន្តែមិនដឹងថាជីវិតកំពុងឆ្ពោះទៅណារាល់ថ្ងៃគាត់ខិតខំបំពេញសុបិនរបស់ក្រុមហ៊ុនចំណែកបរិសុទ្ធទី2គាត់ក៏នឿយហត់ដែរហើយក៏គាត់ក៏ធ្លាប់បរាជ័យដែរក៏ប៉ុន្តែរាល់ថ្ងៃគាត់រៀនអ្វីមួយដែលថ្មីគាត់សន្សំលុយគាត់រៀនលក់រៀនទីផ្សាររៀនដឹកនាំមនុស្សរហូតដល់ថ្ងៃមួយគាត់បង្កើតអាជីវកម្មផ្ទាល់ខ្លួនហើយថ្ងៃនោះគាត់ក៏ចាប់ផ្ដើមជួលអ្នកដទៃដើម្បីឲ្យជួយសម្រេចសុបិនរបស់គាត់តើអ្នកគិតថាអ្វីទៅជាភាពខុសគ្នារបស់រវាងបរិសុទ្ធទាំងពីរភាពខុសគ្នាគឺជា IQ មែនទេទេតើភាពខុសគ្នាគឺដោយសារតែលុយមែនទេនឹងក៏មិនមែនដែរអញ្ចឹងភាពខុសគ្នាជាអ្វីភាពខុសគ្នាពិតប្រាកដគឺជា mindset របស់បុរសទាំងពីរនាក់ម្នាក់រស់នៅរងចាំឱកាសម្នាក់ទៀតគឺរស់នៅដើម្បីបង្កើតឱកាសអ្នកចិត្តវិទ្យាជាច្រើនបានលើកឡើងថាមនុស្សដែលរស់នៅដោយមានគោលដៅច្បាស់លាស់មានទំនោរធ្វើការសម្រេចចិត្តបានល្អជាងមានការតស៊ូខ្ពស់ជាងនិងមិនងាយបោះបង់នៅពេលជួបឧបសគ្គហេតុអ្វីព្រោះខួរក្បាលរបស់មនុស្សត្រូវការទិសដៅបើអ្នកមិនប្រាប់ខួរក្បាលថាខ្ញុំចង់ទៅណាទេនោះវានឹងធ្វើតាមអ្វីដែលអ្នកដទៃប្រាប់នោះហើយគឺជាមូលហេតុដែលមនុស្សជាច្រើនភ្ញាក់ពីគេងទៅធ្វើការត្រឡប់មកផ្ទះហើយក៏គេងវិញហើយការធ្វើបែបនេះដដែលអស់រយៈពេលជាច្រើនឆ្នាំដោយមិនធ្លាប់សួរខ្លួនឯងថាតើនេះគឺជាជីវិតដែលខ្ញុំចង់បានដែរឬទេប៉ុន្តែមានរឿងមួយដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងថាពេលខ្លះការងារមិនមែនជាសត្រូវរបស់សុបិនទេផ្ទុយទៅវិញការងារអាចក្លាយទៅជាស្ពានដែលនាំអ្នកទៅរកសុបិនបើអ្នកដឹងពីរបៀបប្រើវាខ្ញុំនឹងបង្ហាញអ្នកថាហេតុអ្វីមនុស្សជាច្រើនធ្វើការអស់រយៈពេល30ឆ្នាំប៉ុន្តែមិនដែលសម្រេចសុបិនរបស់ខ្លួនខណៈដែលអ្នកខ្លះអាចផ្លាស់ប្ដូរជីវិតបានក្នុងរយៈពេលត្រឹមតែប្រហែលឆ្នាំមុននឹងយើងបន្តខ្ញុំចង់ឲ្យអ្នកសួរខ្លួនឯងសិនថាបើថ្ងៃនេះអ្នកឈប់ធ្វើការពីកន្លែងដែលអ្នកកំពុងតែធ្វើការរាល់ថ្ងៃតើអ្នកនៅសល់អីខ្លះអ្នកនៅសល់ជំនាញអ្នកនៅសល់អាជីវកម្មអ្នកនៅសល់ប្រាក់ចំណូលពីកន្លែងផ្សេងទៀតឬក៏គ្រាន់តែនៅសល់ការរងចាំស្វែងរកការងារថ្មីបើសំណួរនេះធ្វើឲ្យអ្នកស្ងប់ស្ងាត់មួយផ្លេតនោះសូមបន្តមើលវីដេអូរបស់ខ្ញុំរហូតដល់ចប់ព្រោះចំណុចបន្ទាប់គឺអាចផ្លាស់ប្ដូររបៀបនៃការមើលឃើញនៃជីវិតរបស់អ្នកមនុស្សជាច្រើនយល់ឃើញថាសុបិនគឺគ្រាន់តែជាការស្រមៃធំដូចជាចង់ក្លាយទៅជាអ្នកមានចង់មានផ្ទះធំចង់ជិះឡានទំនើបក៏ប៉ុន្តែតាមពិតសុបិនមិនមែនជារបស់ទាំងអស់ហ្នឹងទេសុបិនគឺជាទិសដៅដែលធ្វើឲ្យអ្នកដឹងថាហេតុអ្វីអ្នកត្រូវក្រោកពីគេងរៀងរាល់ព្រឹកមនុស្សមានសុបិនមិនមែនពួកគេមិនដែលនឿយហត់ទេពួកគេក៏នឿយហត់ដែរហើយពួកគេក៏ធ្លាប់បាក់ទឹកចិត្តដែរប៉ុន្តែពួកគេមិនឈប់ព្រោះថាពួកគេដឹងថាការលំបាកនេះគឺជាតម្លៃនៃអនាគតរបស់ពួកគេបានន័យថាការលំបាកហ្នឹងគឺជារបស់ដែលមានតម្លៃបំផុតសម្រាប់ជីវិតមិនងាយមានទេគឺមានតែយើងដែលធ្លាប់ជួបប្រទះឥឡូវយើងសាកសម័យបន្តិចតើមានអ្នក
ដើមឈើ2នាក់ហើយម្នាក់ដើមឈើឲ្យស្រោចទឹករៀងរាល់ថ្ងៃប៉ុន្តែអត់ទាន់ឃើញផ្លែហើយម្នាក់ទៀតដាំបាន3ថ្ងៃហើយល្អថាមិនក៏អត់ផ្លែអត់អីចឹងហើយក៏បោះបង់ចោលទៅអញ្ចឹងជីវិតដូចគ្នាអ្នកជោគជ័យក៏មិនខុសពីយើងដែរហើយក៏គេមិនខុសត្រង់ថាគេមានសមត្ថភាពជាងយើងអីដែរប៉ុន្តែពួកគេខុសត្រង់ថាខុសពីយើងត្រង់ថាការអត់ធ្មត់និងការមើលឃើញលទ្ធផលរយៈពេលវែងដល់ពេលអញ្ចឹងទៅយើងចាប់ផ្ដើមមានគំនិតមួយនៅក្នុងខ្លួនយើងមានសំណួរមួយសួរថាហេតុអ្វីមនុស្សភាគច្រើនមិនហ៊ានដេញតាមសុបិនរបស់ខ្លួនខ្ញុំមានហេតុផល3ឲ្យអ្នកទាំងអស់គ្នាទី1គឺពួកគេខ្លាចបរាជ័យពួកគេខ្លាចគេរិះគន់ខ្លាចបាត់បង់ប្រាក់ខ្លាចអ្នកដតីសើចចំអកប៉ុន្តែអ្វីដែលជាការពិតគឺពួកគេបរាជ័យបាត់ទៅហើយនៅពេលដែលពួកគេមិនហ៊ានសូម្បីតែការចាប់ផ្ដើមហ្នឹងទី2គេកំពុងទៅនៅកន្លែងសុខស្រួលហើយគេតែនិយាយថានៅ comfort zone ណាអញ្ចឹងការទទួលបានប្រាក់ខែរៀងរាល់ខែធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាគ្រប់គ្រាន់ប៉ុន្តែការលូតលាស់មិនកើតឡើងនៅក្នុងតំបន់សុខស្រួលទេវាកើតឡើងនៅពេលដែលអ្នកហ៊ានរៀនអ្វីថ្មីហ៊ានសាកល្បងនិងហ៊ានទទួលយកកំហុសទី3គ្មានចក្ខុវិស័យច្បាស់លាស់មនុស្សជាច្រើនដឹងថាពួកគេមិនចង់ក្រប៉ុន្តែពួកគេមិនដឹងថាពួកគេចង់ក្លាយជាអីទេអញ្ចឹងពេលដែលអ្នកគ្មានគោលដៅអ្នកនឹងទទួលគ្រប់ទិសដៅដែលអ្នកដទៃកំណត់ឲ្យអញ្ចឹងសំណួរសួរថាហេតុអ្វីបានជាប្រធានបទនេះសំខាន់ខ្ញុំមាន3ចំណុចឲ្យអ្នកទាំងអស់គ្នាចំណុចទី1សុបិនធ្វើឲ្យជីវិតមានន័យអ្នកដែលមានគោលដៅមិនងាយចាញ់ការលំបាកទេពួកគេមើលឃើញបញ្ហាសុទ្ធតែជាមេរៀនហើយបញ្ហាទាំងអស់មិនមែនជាទីបញ្ចប់ទេឧទាហរណ៍អ្នកដែលចង់បើកហាងកាហ្វេគឺអាចចាប់ផ្ដើមទៅធ្វើការនៅហាងកាហ្វេរបស់អ្នកដទៃមិនត្រឹមតែបានប្រាក់ខែទេគឺបានទាំងការរបៀបនៃការគ្រប់គ្រងហាងសេវាកម្មនិងការគ្រប់គ្រងទៅលើអតិថិជនអីផ្សេងទី1ចំណុចទី2សុបិនធ្វើឲ្យអ្នកវិនិយោគលើខ្លួនឯងពេលអ្នកដឹងថាអ្នកចង់ក្លាយទៅជានរណាអ្នកនឹងចាប់ផ្ដើមអានសៀវភៅរៀនជំនាញស្វែងរកគ្រូបរិញ្ញានិងចំណាយពេលទៅលើរឿងដែលអ្នកចង់ឲ្យខ្លួនឯងរីកចម្រើនទី3សុបិនមិនត្រឹមតែអាចផ្លាស់ប្ដូរជីវិតអ្នកទេប៉ុន្តែអាចផ្លាស់ប្ដូរទៅដល់ជីវិតរបស់គ្រួសាររបស់អ្នកផងដែរនៅពេលដែលអ្នករីកចម្រើនឪពុកម្ដាយមានមោទនភាពកូនរបស់អ្នកមានអ្នកគឺជាគំរូហើយមានមនុស្សជុំវិញខ្លួនក៏ទទួលការបំផុសគំនិតពីអ្នកផងដែរអញ្ចឹងសុបិនរបស់អ្នកម្នាក់អាចក្លាយជាឱកាសសម្រាប់មនុស្សរាប់រយនាក់បើអ្នកស្ដាប់ដល់ចំណុចនេះខ្ញុំជឿថាអ្នកមិនគ្រាន់តែស្វែងរកការកម្សាន្តទេអ្នកកំពុងតែស្វែងរកការផ្លាស់ប្ដូរបើពាក្យមួយឃ្លានៅក្នុងវីដេអូនេះប៉ះពាល់ទៅដល់ការគិតរបស់អ្នកសូមចុច like ដើម្បីឲ្យ YouTube បន្តចែករំលែកវីដេអូបែបនេះទៅកាន់មនុស្សជាច្រើនហើយសូមសរសេរនៅក្នុង comment ថាតើសុបិនធំបំផុតដែលអ្នកចង់សម្រេចនៅក្នុងរយៈពេល5ឆ្នាំខាងមុខគឺជាអ្វីខ្ញុំនឹងចំណាយពេលអាននិងឆ្លើយតបយោបល់របស់អ្នកអញ្ចឹងយើងចូលមកកាន់ប្រធានបទរបស់យើងវិញឥឡូវនេះអ្នកប្រហែលជាកំពុងតែគិតថាខ្ញុំក៏មានសុបិនដែរប៉ុន្តែគ្រាន់តែខ្ញុំដឹងតែត្រូវចាប់ផ្ដើមពីណាទៅណាបើនេះគឺជាសំណួររបស់អ្នកសូមកុំរំលងផ្នែកនេះព្រោះអ្វីដែលអ្នកហ៊ាននឹងស្ដាប់មិនមែនជាទ្រឹស្ដីទេវាគឺជាវិធីសាស្ត្រដែលមនុស្សជោគជ័យជាច្រើនបានអនុវត្តពិតប្រាកដវិធីទី1កំណត់សុបិនឲ្យច្បាស់មនុស្សភាគច្រើនមិនបរាជ័យទេពួកគេគ្រាន់តែមិនដឹងថាពួកគេចង់ទៅណាសាកសម័យមើលថាបើអ្នកជិះតាក់ស៊ីមួយហើយអ្នកឡើងតាក់ស៊ីហើយអ្នកប្រាប់ឲ្យអ្នកបើកនឹងទៅមុខទៅតើគាត់ដឹងថាអ្នកចង់ទៅណាអត់ប្រកាសជាអត់ទេអញ្ចឹងជីវិតដូចគ្នាបើអ្នកមិនបានកំណត់ឲ្យច្បាស់លាស់ផងអ្នកនឹងដើរទៅតាមអ្វីដែលជីវិតបង្ខំមិនមែនអ្វីដែលអ្នកជ្រើសរើសទេឧទាហរណ៍កុំសរសេរថាខ្ញុំចង់ក្លាយជាអ្នកមានតែយើងត្រូវសរសេរថាក្នុងរយៈពេល5ឆ្នាំខ
ខ្ញុំនៅបង្កើតអាជីវកម្មដែលអាចរកចំណូលបាន$5,000ក្នុងមួយខែគោលដៅច្បាស់លាស់នាំឲ្យមានសកម្មភាពច្បាស់លាស់វិធីទី2វិនិយោគទៅលើជំនាញមិនមែនតែលើប្រាក់ខែសូមចាំពាក្យនេះឲ្យច្បាស់ប្រាក់ខែអាចបាត់បង់បានប៉ុន្តែជំនាញគ្មាននរណាអាចដកហូតពីយើងបានទេមនុស្សជាច្រើនបដូរពេលវេលារបស់ខ្លួនដើម្បីយកប្រាក់ខែប៉ុន្តែមនុស្សជោគជ័យបដូរពេលវេលារបស់ខ្លួនដើម្បីរៀនជំនាញពេលជំនាញកើនឡើងតម្លៃខ្លួនយើងក៏កើនឡើងដែរឧទាហរណ៍ថាបុគ្គលិក2នាក់ទទួលបានប្រាក់ខែដូចគ្នាដោយម្នាក់ទៅពេលចប់ម៉ោងធ្វើការអង្គុយមើលវីដេអូអង្គុយមើលរឿងអង្គុយមើលអីរហូតទៅដល់ម៉ោងគេអញ្ចឹងទៅតែម្នាក់ទៀតចំណាយពេល1ម៉ោងរៀនអង់គ្លេសរៀន AI រៀនទីផ្សារ digital ឬក៏រៀនជំនាញតំណែងមួយឆ្នាំក្រោយមកអ្នកទាំងពីរច្បាស់ជាមិនដើរផ្លូវតែមួយទៀតទេម្នាក់នៅកន្លែងដដែលម្នាក់ទៀតមានឱកាសថ្មីព្រោះគាត់បានវិនិយោគទៅលើខ្លួនឯងទី3បង្កើតទម្លាប់តូចដែលនាំទៅរកលទ្ធផលធំមនុស្សជាច្រើនចង់ផ្លាស់ប្ដូរជីវិតក្នុងរយៈពេលមួយយប់ប៉ុន្តែការពិតគឺថាភាពជោគជ័យមិនកើតពីការធ្វើរឿងធំម្ដងទេគឺវាកើតពីការធ្វើរឿងតូចដដែលរាល់ថ្ងៃសាកសួរខ្លួនឯងមើលថាតើអ្នកចំណាយពេល30នាទីក្នុងមួយថ្ងៃដើម្បីរៀនអ្វីថ្មីដែរឬទេ30នាទីក្នុងមួយថ្ងៃវាមិនច្រើនទេប៉ុន្តែយើងត្រូវបង្កើតទម្លាប់ដើម្បីបង្កើនអត្តសញ្ញាណខ្លួនឯងអ្នកមិនខ្លាចទៅជាមនុស្សជោគជ័យដោយសារអ្នកឈ្នះតែម្ដងទេប៉ុន្តែអ្នកនឹងខ្លាចទៅជាមនុស្សដែលជោគជ័យព្រោះអ្នកមានទម្លាប់ដែលជោគជ័យវិធីទី4រៀនមើលភាពបរាជ័យគឺជាមេរៀនខ្ញុំចង់ប្រាប់អ្នករឿងមួយថាមានក្មេងប្រុសម្នាក់លក់នំតាមផ្លូវថ្ងៃដំបូងគ្មានអ្នកទិញទេថ្ងៃទី2ក៏គ្មានអ្នកទិញសប្តាហ៍ទី1គាត់ស្ទើរតែបោះបង់ហើយប៉ុន្តែជំនួសឲ្យការឈប់គាត់សួរអតិថិជនថាតើខ្ញុំគួរកែលម្អអ្វីគាត់កែរសជាតិកែការវេចខ្ចប់ឬក៏កែរបៀបនិយាយជាមួយអតិថិជនមួយឆ្នាំក្រោយមកតូបរបស់គាត់ក៏คล้ายទៅជាហាងដ៏ពេញនិយមភាពខុសគ្នាមិនមែនថាគាត់មិនធ្លាប់បរាជ័យទេប៉ុន្តែភាពខុសគ្នាគឺគាត់ចេះប្រើភាពបរាជ័យគឺជាគ្រូបង្រៀនវិធីទី5ជ្រើសរើសមនុស្សដែលអ្នកដើរជាមួយមានសុភាសិតមួយពោលថាអ្នកនឹងក្លាយទៅជាមនុស្សស្រដៀងទៅនឹងមនុស្ស5នាក់ដែលអ្នកចំណាយពេលជាមួយច្រើនបំផុតបើអ្នកនៅជាមួយមនុស្សដែលតែងតែនិយាយថាធ្វើទៅក៏មិនជោគជ័យដែរយូរទៅអ្នកនឹងជឿដូចគ្នាប៉ុន្តែបើអ្នកនៅជាមួយមនុស្សដែលតែងតែសួរថាថ្ងៃនេះអ្នកបានរៀនអីថ្មីអត់តើអ្នកបានគិតទៅចិត្តសុបិនរបស់អ្នកមកជាហ៊ានហើយនៅអ្នកនឹងចាប់ផ្ដើមគិតនឹងធ្វើអ្វីខុសពីមុនបរិយាកាសមិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍ទេវាថែមទាំងប៉ះពាល់ដល់អនាគតរបស់អ្នកផងដែរមុននឹងបញ្ចប់វីដេអូនេះខ្ញុំចង់ចែករំលែកនៅរឿងមួយដែលខ្ញុំធ្លាប់សួរមនុស្សជោគជ័យម្នាក់ថាតើអ្វីជារឿងដែលអ្នកស្ដាយបំផុតនៅក្នុងជីវិតគាត់ញញឹមបន្តិចហើយឆ្លើយមកខ្ញុំវិញថាខ្ញុំមិនស្ដាយដែលខ្ញុំបរាជ័យទេខ្ញុំស្ដាយតែរឿងមួយគត់គឺថាហេតុអ្វីបានជាខ្ញុំមិនចាប់ផ្ដើមឲ្យលឿនជាងនេះពាក្យមួយឃ្លានោះបាននៅជាប់នៅក្នុងចិត្តរបស់ខ្ញុំរហូតដល់សប្តាហ៍ថ្ងៃវាធ្វើឲ្យខ្ញុំយល់ថាមនុស្សភាគច្រើនមិនបាត់បង់សុបិនដោយសារការដែលគ្មានសមត្ថភាពទេពួកគេគឺបាត់បង់សុបិនដោយសារតែពួកគេតែងតែនិយាយថាចាំសិនចាំឆ្នាំក្រោយចាំមានលុយសិនចាំមានពេលវេលាសិនចាំមានអ្នកគ្រប់គ្រងសិនប៉ុន្តែតាមការពិតថ្ងៃដែលល្អបំផុតដើម្បីចាប់ផ្ដើមគឺថ្ងៃនេះសាកសម័យមើលថានៅពេលដែលអ្នកមានអាយុ80ឆ្នាំហើយអ្នកអង្គុយនៅលើកៅអីមួយមើលថ្ងៃលិចហើយចៅរបស់អ្នកមកសួរថាតើកាលពីក្មេងតាធ្លាប់មានសុបិនអីអត់តើអ្នកចង់ឆ្លើយថាតាមានសុបិនច្រើនតែតាមិនហ៊ានចាប់ផ្ដើមឬក៏ចង់ញញឹមហើយនិយាយថាតាបានព្យាយាមអស់ពីសមត្ថភាពហើយតាបានបរាជ័យខ្លះឈ្នះខ្លះប៉ុន្តែតាមិនដែលបោះបង់សុបិនរបស់ខ្លួនឯងឡើយមនុស្សនឹងមិនចងចាំអ្នកព្រោះអ្នករកប្រាក់ខែបានប្រមាណទេប៉ុន្តែពួកគេនឹងចងចាំអ្នក
ព្រោះអ្វីដែលអ្នកកសាងអ្វីដែលអ្នកបានបង្កើតនិងផលប៉ះពាល់ដែលអ្នកបានទុកឲ្យពិភពលោកសារចុងក្រោយបើថ្ងៃនេះអ្នកកំពុងតែធ្វើការឲ្យអ្នកដទៃវាមិនមែនជារឿងខុសទេការងារមិនមែនជាសត្រូវរបស់សុបិនទេប៉ុន្តែកុំឲ្យការងារប្រឈប់អ្នកអំពីការកសាងសុបិនរបស់ខ្លួនប្រើការងារដើម្បីរៀនប្រើប្រាក់ខែដើម្បីវិនិយោគលើខ្លួនឯងប្រើបទពិសោធន៍ដើម្បីកសាងអនាគតហើយកុំភ្លេចថាអ្នកមិនចាំបាច់រត់លឿនជាងអ្នកដទៃទេអ្នកគ្រាន់តែត្រូវដើរបន្តទៅមុខម្ដងមួយជំហានជារៀងរាល់ថ្ងៃសរុបមកវិញបើអ្នកមិនកំណត់សុបិនរបស់ខ្លួនឯងទេអ្នកដទៃនឹងកំណត់ទិសដៅជីវិតឲ្យអ្នកសុបិនផ្ដល់ទិសដៅចំណែកឯទម្លាប់ផ្ដល់លទ្ធផលជំនាញគឺជាទ្រព្យសម្បត្តិដែលគ្មាននរណាអាចដកហូតបានការបរាជ័យមិនមែនជាទីបញ្ចប់ទេប៉ុន្តែវាគឺជាមេរៀនសម្រាប់ការរីកចម្រើនបរិយាកាសនិងមនុស្សជុំវិញអ្នកអាចកំណត់អនាគតរបស់អ្នកអូខេថ្ងៃនេះមានតែប៉ុណ្្នឹងបើវីដេអូមួយនេះបានផ្លាស់ប្ដូរការគិតរបស់អ្នកសូមចុច like មួយដើម្បីគាំទ្រនិងការផលិតមាតិកាអប់រំបែបនេះហើយសូមសរសេរនៅក្នុង comment ថាថ្ងៃនេះខ្ញុំជ្រើសរើសចាប់ផ្ដើមកសាងសុបិនរបស់ខ្ញុំអូខេហើយខ្ញុំនឹងអាននិងឆ្លើយតបមតិយោបល់របស់អ្នកទាំងអស់គ្នាបើអ្នកមិនទាន់ Subscribe ទេសូមជួយចុច Subscribe និងបើករូបកណ្ដឹងដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗដែលនឹងជួយអ្នកអភិវឌ្ឍនៃការគិតជីវិតនិងភាពជោគជ័យខ្ញុំសូមជូនពរឲ្យមានភាពក្លាហាននៅក្នុងការចាប់ផ្ដើមមានការអត់ធ្មត់នៅក្នុងការបន្តនិងមានប្រាជ្ញានៅក្នុងការសម្រេចនៅសុបិនរបស់ខ្លួនសូមអរគុណសម្រាប់ការទស្សនាវីដេអូរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ